ជំរាបសួរបងប្អូនទាំងអស់គ្នាមកចែករំលែកអំពីការការពារសុខភាពរាងកាយយើងពីជំងឺមហារីកគឺខ្ញុំបានស្ដាប់ពីការណែនាំពីការថែទាំសុខភាពរបស់យើងពីអ្នកគ្រូពេទ្យអន្តរជាតិហើយខ្ញុំក៏បានអានការយល់ដឹងពីការការពារសុខភាពខ្លួនយើងពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យនៅស្រុកយើងហើយក្រោយមកខ្ញុំក៏ចូលអានព័ត៌មានខ្ញុំក៏ចូលអានការយល់ដឹងបន្ថែមនៅក្នុងទូរស័ព្ទវាឲ្យធ្វើឲ្យការយល់ដឹងនឹងកាន់តែច្បាស់ហើយកាន់តែច្រើនជាងមុនផងដែរគឺខាងផ្នែកពេទ្យគឺណែនាំឲ្យយើងនឹងគឺទទួលទានបន្លែផ្លែឈើឲ្យបានច្រើនទទួលទានបន្លែផ្លែឈើឲ្យបានច្រើនហើយកាត់បន្ថយការបរិភោគសាច់ក្រហមអញ្ចឹងសាច់ក្រហមនឹងមានដូចជាសាច់គោសាច់ជ្រូកដែលយើងងាយនឹងជួបប្រទះនៅតាមទីផ្សារហើយក្រៅពីនេះក៏មានដូចជាសាច់ទាហើយនិងសាច់កង្ងានដែលចាត់ទុកជាប្រភេទសាច់ក្រហមដោយសារមានសារជាតិម្យ៉ាងឈ្មោះថា myoglobin នឹងខ្ពស់ជាងសាច់មាន់ទើបផ្នែករបបអាហារចាត់ទុកប្រភេទសាច់ទាហើយនិងសាច់កង្ងានជាប្រភេទសាច់ដែលមានជាប្រភេទសាច់ក្រហមនឹងឯងហើយក្រៅពីនេះសម្រាប់បន្លែនិងផ្លែឈើមានសារជាតិ fiber ដូច្នេះល្អសម្រាប់ពោះវៀនរបស់យើងជួយឲ្យពោះវៀនរបស់យើងដំណើរការល្អជួយឲ្យពោះវៀនរបស់យើងដំណើរការល្អហើយជួយសម្រួលដល់ការបត់ជើងធំផងដែរដោយសារមានសារជាតិ fiber ដែលភាសាខ្មែរយើងហៅថាសារជាតិសរសៃណានឹងឯងអញ្ចឹងល្អសម្រាប់សុខភាពរបស់យើងហើយក្រៅពីនេះសម្រាប់បន្លែវិញបើមានបន្លែធម្មជាតិក៏កាន់តែល្អដែលភាសាអង់គ្លេសហៅថាបន្លែ organic អញ្ចឹងបើមានបន្លែ organic ឬបន្លែធម្មជាតិហ្នឹងក៏រឹតតែល្អសម្រាប់សុខភាពរបស់យើងបន្លែធម្មជាតិឬបន្លែ organic បន្លែដែលយើងអត់ប្រើជាតិគីមីណាសម្រាប់ថែទាំបន្លែឲ្យលូតលាស់ធំល្អក៏យើងអត់ប្រើជាតិគីមីហ្នឹងទេអញ្ចឹងអត់ប៉ះពាល់ដល់សុខភាពរបស់យើងហើយបន្ថែមពីនេះខាងផ្នែកពេទ្យណែនាំឲ្យយើងនឹងគឺទទួលទានជាប្រភេទស្ងោរឬមួយក៏ជាប្រភេទចំហុយជៀសវាងអាហារដែលអាំងខ្លោចព្រោះអាហារដែលអាំងខ្លោចនឹងក៏មានសារជាតិគីមីម្យ៉ាងដែលបង្កឲ្យយើងកើតមហារីកនឹងឯងហើយយោងទៅតាមអ្នកគ្រូពេទ្យអន្តរជាតិអ្នកគ្រូចិនចោហ្វេដែលអ្នកគ្រូជាជនជាតិតៃវ៉ាន់អ្នកគ្រូបានលើកឡើងថាពេលដែលយើងតមអាហារយើងជួយការពារសុខភាពរាងកាយយើងពីជំងឺមហារីកបានរហូតដល់ 40% នឹងឯងហើយនេះគឺជាព័ត៌មានដែលខ្ញុំទទួលជាការយល់ដឹងដែលខ្ញុំទទួលបានហើយខ្ញុំក៏មកចែករំលែកបន្តហាក់ដូចជាខ្ញុំនឹងដាស់តឿនខ្លួនឯងដែររំលឹកខ្លួនឯងដែរគឺឲ្យយើងទាំងអស់គ្នាទាំងខ្ញុំហើយនិងទាំងបងប្អូនទាំងអស់គ្នានឹងគឺការពារសុខភាពរាងកាយយើងពីជំងឺមហារីកនឹងឯងហើយនេះគឺជាការយល់ដឹងខ្លីៗដែលខ្ញុំមានហើយមកចែករំលែកអរគុណសម្រាប់ការទស្សនាជម្រាបលា